បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅប្រាសាទមួយកន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាបហើយប្រាសាទនោះមានឈ្មោះថាជាប្រាសាទព្រះគោបាទហើយនេះជាសកម្មភាពរបស់ខ្ញុំផងដែរដែលយើងបានធ្វើការឆ្លងកាត់នៅស្ពានមួយកន្លែងដែលស្ថិតនៅក្នុងអឺចិត្តផ្សារកំពង់ក្ដីបាទហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានមកដល់ស្ពានបុរាណមួយកន្លែងហើយស្ពាននេះមានឈ្មោះថាស្ពានព្រះទិសដែលពុកម៉ែបងប្អូនបានស្គាល់ថាស្ពាននាគកំពង់ក្ដីបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានថតសម្រាប់ការចែករំលែកពុកម៉ែបងប្អូនឲ្យបានឃើញនៅទស្សនវិជ្ជានិងទេសភាពដ៏ស្រស់ស្អាតនៃស្ពានបុរាណនេះផងដែរបាទហើយនេះជាសកម្មភាពមួយដែរដែលពួកខ្ញុំបានធ្វើដំណើរទៅលេងប្រាសាទនៅក្នុងខេត្តសៀមរាបយើងផងដែរបាទហើយនេះជាដំណើរមួយផងដែរដែលពួកយើងបានធ្វើដំណើរបន្តទៀតដើម្បីឲ្យដល់គោលដៅហើយយើងក៏បានមកដល់ទីតាំងមួយដែលជាព្រលានយន្តហោះថ្មីបាទហើយយើងក៏បន្តទៅមុខទៀតយើងនឹងដល់ប្រាសាទព្រះគោហើយបាទនេះជាទស្សនវិជ្ជានៅបរិវេណខាងកើតឬក៏ច្រកចូលនៃប្រាសាទព្រះគោផងដែរបាទហើយប្រាសាទព្រះគោនេះមានទីតាំងស្ថិតនៅភូមិអឡោកឃុំបាគងស្រុកបាគងបាទដែលមានចម្ងាយប្រមាណ14គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបផងដែរបាទហើយប្រាសាទនេះក៏ដូចជាមានប្រវត្តិនៃការសាងសង់ទីតាំងនិងជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រផងដែរបាទហើយបងប្អូនឃើញហើយទស្សនវិជ្ជាជាក់ស្ដែងនៅប្រាសាទព្រះគោនេះគឺយើងឃើញមានចម្លាក់បាទហើយក៏មានការកំពុងតែកសាងឬក៏ជួសជុលឡើងវិញផងដែរបាទហើយយើងឃើញអំពីទស្សនវិជ្ជានៃប្រាសាទនេះគឺយើងឃើញមានភាពបាក់បែកមួយចំនួនផងដែរហើយអាជ្ញាធរអប្សរាកំពុងតែជួសជុលកសាងឡើងវិញឲ្យមានសោភ័ណភាពល្អប្រសើរឡើងវិញដូចពីមុនដែរបាទហើយប្រាសាទព្រះគោនេះបើយើងអង្គិតទៅអំពីសម័យកាលគឺកសាងឡើងនៅសតវត្សទី9ដោយព្រះបាទឥន្ទ្រវរ្ម័នទី1នៅគ្រិស្តសករាជ877ទៅដល់889បាទហើយប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាផងដែរបាទហើយដូចឲ្យបងប្អូនបានឃើញហើយខ្ញុំបានជម្រាបដល់ពុកម៉ែបងប្អូនឲ្យបានដឹងអំពីប្រវត្តិខ្លះៗផងដែរហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណជម្រាបលាដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណច្រើន